ជម្រាបសួរបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេថ្ងៃនេះខ្ញុំបានធ្វើស៊ុបឆ្នាំងដីរបស់ខ្មែរយើងណាចាហើយមានគ្រឿងផ្សំខ្ញុំបានសរសេរនៅលើនឹងហើយចាសូមបងប្អូនទាំងអស់គ្នាតាមដានចាពីវីដេអូពីដើមដល់ចប់បងប្អូននឹងអាចបានធ្វើញ៉ាំហើយចាហើយចំណែកបរិមាណដែលខ្ញុំធ្វើនឹងច្រើនណាបងប្អូនឆ្នាំងធំតែម្ដងចាគ្រឿងហ្នឹងយើងដាក់អាំងវាណាចាគល់លខៃអីហ្នឹងយើងអាំងវាហើយយើងយកមកកូរហើយយើងដាក់ស្លឹកគ្រៃនៅក្នុងនោះដែរបងប្អូនណាចាកូរឆ្អិនរួចហើយបងប្អូនចាក់ទឹកទៅហើយរំងាស់វាចាទាល់តែសាច់នឹងវាផុយណាហើយនៅពេលហ្នឹងដែរយើងដាក់ការ៉ុតហើយនឹងល្ហុងផងដែរចាឥឡូវនេះដល់ពេលរៀបចំបន្លែចាបន្លែយើងច្រើនគួរសមដែរចារវល់ដែរហ្នឹងណាមានល្ហុងខ្ចីហើយនឹងការ៉ុតយើងសម្រាប់ដាក់ក្នុងស៊ុបហើយមានតកួនមានតកួនញូហ្សេឡង់ម្អមស្ពៃបូកូហើយនឹងស្ពៃចកាចាហើយនឹងផ្សិតដែរផ្សិតហើយយើងរៀបចំបន្លែចាបងប្អូនយូរដែរហ្នឹងណាប៉ុន្តែធ្វើម៉េចបើញ៉ាំអាហ្នឹងវាត្រូវរវល់ចឹងឯងចាម្នាក់រវល់រៀងខ្លួនហ្នឹងឯងចាប៉ុន្តែសប្បាយចិត្តដោយសារបានញ៉ាំម្ហូបស្រស់ៗណាបន្លែស្រស់ៗចាហើយបងប្អូនឃើញច្រើនអញ្ចឹងណាប៉ុន្តែគ្នាខ្ញុំប្រហែលអ្នកមើល5នាក់ចាញ៉ាំឡើងចិត្តអស់ដែរហ្នឹងណាចាមិនធម្មតាទេចាមកអ្នកមើលបន្លែដូចលក់នៅផ្សារអញ្ចឹងប៉ុន្តែនៅសល់តែបន្តិចបន្តួចទេមានការភ្ញាក់ផ្អើលមែនតែនគឺញ៉ាំទៅចេះចូលអញ្ចឹងណាដូចថាមានកាទៀវដែរប៉ុន្តែអត់ញ៉ាំទេគឺញ៉ាំតែបន្លែសុទ្ធហ្មងចាឆ្ងាញ់ណាបងប្អូនចាបងប្អូននៅក្នុងស៊ុបនេះយើងដាក់បន្លែប៉ុន្តែយើងក៏មានសាច់ណាបងប្អូនយើងមានសាច់គោសាច់ស្រួយមានពោះគោ2យ៉ាងមានប្រហិតសាច់គោមានពពុះសណ្ដែកហើយយើងអាចញ៉ាំជាមួយតាំងហ៊ុនឬក៏កាទៀវដែរបងប្អូនចានេះរបៀបយើងដាក់ចាយើងដាក់ស៊ុបគោនឹងហើយយើងដាក់បន្លែគ្រប់មុខដែលយើងចូលចិត្តហើយក៏យើងដាក់សាច់ដែរចានេះដល់ពេលញ៉ាំហើយចាបងប្អូននេះអូឆ្ងាញ់ខ្ញុំសួរថាឆ្ងាញ់អត់មើលក្មួយខ្ញុំមកលើកដៃឡើងលឿនចាឆ្ងាញ់មែនណាបងប្អូនសាមញ្ញហើយមានសុខភាពល្អចាអរគុណចាមើលណែក្មួយខ្ញុំចូលចិត្តជាងគេអូណោះចូលចិត្តអាពពុះសណ្ដែកនឹងខ្លាំងណាស់អរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដាន